ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនអរគ្នាមកស្វែងយល់អំពីសត្វព្រៃមួយក្បាលទៀតហើយបងប្អូនដែលសត្វនេះមានឈ្មោះថាសត្វប្រើសស្បូវបងប្អូនដែលមានឈ្មោះជាភាសាអង់គ្លេសថា Sambadia ហើយឈ្មោះជាភាសារបស់វាឈ្មោះថា Cervus unicolor ប្រើសស្បូវជាប្រភេទថនិកសត្វតេនអាសីមួយប្រភេទដែលស្ថិតនៅក្នុងក្រុមសត្វប្រើសបងប្អូនដែលមានមាឌធំជាងគេបងប្អូនចំណែកនៅលើដងខ្លួនរបស់វាបងប្អូនមានរោមពណ៌ប្រផេះខ្មៅនិងនៅកវាមានរោមញឹកវែងដែលមានសន្តានជាប្រែងបងប្អូនចំណែកឯនៅកតុយរបស់វាគឺវាមានកតុយខ្លីហើយសំពងមានពណ៌ខ្មៅព្រមទាំងរស់រវើកនៅពេលដែលវាស្វែងរកចំណីបងប្អូនហើយវាមានស្លឹកត្រចៀកធំកប៉ាងផងដែរចំពោះស្នែងប្រើសស្បូវឈ្មោលបងប្អូនដែលជាប្រើសពេញវ័យគឺវាមានប្រវែងប្រមាណជា50សង់ទីម៉ែត្រទៅ100សង់ទីម៉ែត្រដែលជាទូទៅវាមានខ្នែងម្ខាងចំនួន3បងប្អូនគឺមួយនៅនឹងគល់ស្នែងនិងពីរទៀតនៅចុងស្នែងសត្វនេះមានកម្ពស់ជាមធ្យមប្រមាណជា1ម៉ែត្រ3ទឹកបងប្អូនទៅ1ម៉ែត្រ6ទឹកនឹងមានទម្ងន់ចន្លោះពី100គីឡូក្រាមទៅ180គីឡូក្រាមចំពោះសត្វញីហើយចំពោះសត្វឈ្មោលវិញគឺមានទម្ងន់ពី180គីឡូក្រាមទៅ260គីឡូក្រាមប្រើសស្បូវគឺជាសត្វដែលអាចរស់នៅបានគ្រប់ទីជម្រកបងប្អូនរួមទាំងតំបន់ព្រៃស្រោងតំបន់ព្រៃពាក់កណ្ដាលស្រោងតំបន់ព្រៃរបោះតំបន់វាលស្មៅតំបន់ដីសើមព្រមទាំងតំបន់ត្រូពិចផងដែរប្រើសស្បូវនេះវាចាប់ផ្ដើមរោគចំណីបងប្អូននៅពេលព្រលប់ហើយនឹងពេលព្រលឹមហើយសម្រាប់នៅពេលថ្ងៃនៅតាមតំបន់ព្រៃក្រាស់ៗហើយបងប្អូនចំណីរបស់វាមានដូចជាចុងមែកឈើតូចៗស្លឹកឈើវល្លិឬក៏ប្លុកត្រួយឈើបងប្អូនផ្លែឈើចម្រុះហើយនឹងស្មៅផងដែរប្រើសស្បូវក៏វាចូលចិត្តស៊ីដីច្រាបផងដែរបងប្អូនគឺដីរ៉ែបងប្អូនពិសេសគឺប្រើសស្បូវឈ្មោលដែលកំពុងតែលូតលាស់ស្នែងប្រើសស្បូវឈ្មោលវាតែងតែចូលគ្នាដើម្បីយកឈ្នះចាញ់ណាបងប្អូនដើម្បីគ្រប់គ្រងតំបន់ដែលវារស់នៅនិងជាពិសេសនោះគឺពាក់ញីដែលមាននៅក្នុងវងរបស់វាបងប្អូនហើយប្រើសស្បូវវាអាចបន្តពូជបានគ្រប់ពេលវេលាវាមិនប្រកាន់រដូវវានោះទេចំពោះប្រើសស្បូវញីបងប្អូនវាកូនម្ដងគឺបានមួយបងប្អូនបន្ទាប់ពីវាពោះរយៈពេល8ទៅ9ខែហើយប្រើសស្បូវវាចូលចិត្តរស់នៅជាវងដែលមួយវងមានចំនួនតិចជាង20ក្បាលនិងចូលចិត្តរស់នៅលាយឡំជាមួយនឹងវងសត្វព្រៃផ្សេងទៀតរួមមានដូចជាវងសត្វទន្សោងវងសត្វខ្ទេញក៏ដូចជាវងសត្វដំរីជាដើមចំពោះសត្វប្រភេទនេះបងប្អូនគេឃើញមានវត្តមានរបស់វានៅភូមិភាគខាងជើងភាគនិរតីនិងភូមិភាគឦសានរួមមានខេត្តព្រះវិហារខេត្តមណ្ឌលគិរីរតនគិរីនិងតំបន់ភ្នំគូលែននៃប្រទេសកម្ពុជាយើងផងដែរមិនត្រឹមតែប៉ុណ្ណោះគេក៏ឃើញមានវត្តមានរបស់វានៅតំបន់អាស៊ីខាងត្បូងបងប្អូននិងអាស៊ីអាគ្នេយ៍ផងដែររួមមានឥណ្ឌាស្រីលង្កាថៃកម្ពុជាយើងឥណ្ឌូនេស៊ីនិងប្រទេសចិនផងដែរប្រើសស្បូវជាប្រភេទសត្វស្ថិតនៅក្នុងក្រុមប្រភេទសត្វដែលមានដោយបង្គួរបងប្អូនសត្វប្រភេទនេះក៏កំពុងទទួលរងនឹងការគ្រោះថ្នាក់ដោយការបរបាញ់យកស្នែងយកស្បែកឆ្អឹងនិងធ្វើពាណិជ្ជកម្មប្រើសស្បូវត្រូវបានចុះទៅក្នុងបញ្ជីក្រហមនៃអង្គការ IUCN ថាជាប្រភេទសត្វដែលអាស្រ័យទៅលើកិច្ចអភិរក្សនៅតាមតំបន់ជាក់ស្ដែងដែលវារស់នៅវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្នេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត
គេដាក់វានៅក្នុងសិនជាទៀតតែនិយាយលេងណាអានោះញីអត់ស្នាយញី